ហើយចេញពីរោងចក្រមកបងប្អូនហើយបានសឡបហាមើមត្រៃជាមួយនឹងអានងហើយបន្ទាប់ពីជុំផឹកជុំអីដាក់ត្រីគឺខ្ញុំមានត្រីគឺខ្ញុំដាក់សាច់ជ្រូក3ជាន់ហ្នឹងបងប្អូនជុំផឹកជុំអីមកយើងដាក់ស្ករប៊ីចេងចូលមកដាក់មើមត្រៃយើងឲ្យផុយមកបន្ទាប់មកគ្រឿងយើងបុករួចរាល់អស់ហើយបងប្អូនហើយក៏មានក្តាមហើយនឹងខ្យងប៉ុណ្ណឹងបងប្អូនណាហើយជាមួយនឹងសាច់ជ្រូក3ជាន់មកយើងហើយបន្លែក៏មានអីច្រើនដែរបងប្អូនមានតែប៉ុណ្ណេះហើយបន្លែអានងហើយនឹងលឹកបាសយើងប៉ុណ្ណឹងបន្ទាប់មកយើងដាក់បងក្តាមបងអីចូលហើយដាក់អានងដាក់អីហើយជ្រុំជាមួយនឹងគ្រឿងរបស់យើងចូលបងប្អូនគ្រឿងគឺបុកមកល្អជាមួយនឹងគល់ក្រៃរបស់យើងហ្នឹងឈ្ងុយទ្រុបទៅមកឈុំឲ្យម៉ត់ចឹងមកយើងចាក់ចូលទៅបងប្អូនសម្រាប់ក្តាមហើយនឹងខ្យងក៏ខ្ញុំដាក់យូរណាស់ហើយតែខ្ញុំអត់បានថតចឹងណាបងប្អូនចាក់ចឹងមកក៏លុកចូលមកពុះក្រោយបានហូបហើយបងប្អូនហើយមើលទៅគួរឲ្យតំណងទៅបងហ្នឹងដាក់ម្ទេសទី3មកហើយបន្ទាប់ពីទុកឲ្យពុះមកស្ទុះមកគឺស្លឹកបាសរបស់យើងហ្នឹងដាក់ចុងក្រោយគេបងប្អូនពេលដែលពុះមកដាក់លឹកបាសហ្នឹងចូលទៅតែបន្លែឡើងពេញឆ្នាំងបងប្អូនឲ្យសារលោបមើមត្រាវច្រើនណាកូនខ្ញុំក៏ចូលចិត្តមើមត្រាវដល់ពេលអញ្ចឹងទៅដាក់ឡើងច្រើនហើយជាមួយដាក់លឹកបាសទៅដល់ពេលវាពុះមកឲ្យរៀងទ្រមទៅដាក់វាប្រហើយស្ដាយបងប្អូនខំប្រឹងបេះមកឲ្យឈុំអញ្ចឹងតិចទៅហើយគ្របឆ្នាំងវាមកកម៉ោបទុកពេលប្រឡំពេលដែលវាពុះមកបងប្អូនអើយហើយនិយាយជាប់មាត់រហូតមិនទេបងប្អូនហើយចេញពីធ្វើការមករៀងហាវដែរមកដល់បានមហូបហត់ក្តៅអញ្ចឹងមហូបដែលខ្ញុំចូលចិត្តហើយសឡូប្រហើបើយើងក៏បានឆ្អិនហើយបងប្អូនចាប់ផ្ដើមដួសទៅភ្លក់ទាំងអស់គ្នាបងប្អូនមើលណែមានខ្យងមានខ្ចៅមានក្តាមនិយាយថាឡើងតំណងហ្មងបងប្អូនអើយក្តៅហត់ត្រជាក់មេឃយើងត្រជាក់អញ្ចឹងបានសឡូក្តៅអញ្ចឹងហត់ទៅត្រូវគ្នាតែហ្មងហើយជាមួយនឹងមើមត្រាវមួយនេះបងប្អូនណាដាក់ម្ទេស2 3មកហ្នឹងហើយសម្រាប់ខ្ញុំមកបានសឡអញ្ចឹងអីបាយមិនសូវជាច្រើនប្រហែលទេបងប្អូនណាដួសទុកឲ្យរៀងត្រជាក់បន្តិចហ្នឹងវាថាហត់ដៃហត់ជើងជាមួយនឹងក្តាមហ្នឹងជក់អស់ហើយវាថាជាតិនោះជាតិស្បិតតអ្នកស្រែមែនតែយូរបានហូបម្ដងទេបងប្អូនហើយមកចាំការទៀតបងប្អូនត្រឡប់ដួសហើយទេមកហូបបាយមួយខ្ញុំទាំងអស់គ្នាបងប្អូនហើយក្តៅហុយល្អបងប្អូនមកហូបអត់តាន់ឆ្អិនអីមកនេះមុនមកបងប្អូនបាយក្តៅសឡក្តៅត្រូវនឹងមេឃត្រជាក់ភ្លេចបេះម្ទេសបងប្អូនទៅបេះម្ទេស2 3សិនហើយមករយៈហ្នឹងខ្ញុំចេញម៉ោង4រាល់ថ្ងៃបងប្អូនហើយម៉ោង4យើងជិះឡានជុំគ្នាទៅមកតែម្ដងផ្ទះបងប្អូនហើយម៉ោង5អីជាងយើងបានធ្វើម្ហូបធ្វើអីហូបដែរបងប្អូនមិនខាតទេគ្រាន់ថាយើងបានលុយបន្តិចជាងបងប្អូនព្រោះអីយើងចាយវាច្រើនប្រចាំថ្ងៃអីអញ្ចឹងទៅចំណូលយើងបានតិចចំណាយយើងបានច្រើនបានថែមម៉ោងទៅក៏រត់ទៅល្អអញ្ចឹងណាបងប្អូនណាគេអត់សូវមានស្បាយទេហើយគេថាបានខ្ចៅ2 3ខ្យង2 3នឹងក្តាមប៉ុណ្ណឹងបងប្អូនហើយវិញញ៉ាំតែខ្ចៅវិញហើយសិតតែសាច់ព្រោះថាយើងអត់បានដើររយើងដាក់ទ្រូអញ្ចឹងវាចូលប្រហែលយកមកប៉ុណ្ណឹងអញ្ចឹងណាបងប្អូនដាក់ទ្រូមាត់ស្រះរបស់យើងហ្នឹងមិនទៅណាឆ្ងាយទេហើយមកក៏ដាក់ខ្លាញ់ក្តាមរបស់យើងវិញបងប្អូនឡើងសុទ្ធតែខ្លាញ់ហ្មងណាហើយជាតិណាបងប្អូនហើយបងប្អូនធ្លាប់ហូបចូលចិត្តបានដឹងបងប្អូនអត់ចូលចិត្តទៅដឹងទេសម្រាប់ខ្ញុំមកបងប្អូនសំបីទៅជើងក្តាមក៏ខ្ញុំហូបអស់ដែរខ្ញុំមិនបោះចោលទេខ្ញុំស្ដាយណាបងប្អូនហើយសម្រាប់អ្នកសេស្រួលឡាបងប្អូនហើយបើអត់លុយទិញមកហូបអីក៏មិនពិបាកដែរតោះតែដើរចេញក្រៅទៅដឹងឲ្យបានមកហូបមកហើយបន្លែបេះជុំវិញផ្ទះទិញទួយទៅណាតែយើងមិនបានចេញតាបងប្អូនហើយសម្រាប់តែបានហូបខ្លួនឯងបងប្អូនគាត់ថាបញ្ចុកបាយកូនបញ្ចុកអីរួចរាល់អស់ហើយពួកគាត់ទៅងូតទឹកងូតអីអស់ហើយខ្ញុំក៏ចាប់ផ្ដើមហូបម្ដងអញ្ចឹងហើយបានខ្យងមួយហ្នឹងគាត់ថាចង្រៃដៃហ្នឹងបងប្អូនណាកាន់មិនជាប់ក៏ជ្រុះទៅបាត់ហើយមានបានហូបទេស្ដាយបងប្អូនហើយសម្រាប់បងប្អូនអ្នកមានកូនតូចដូចខ្ញុំដឹងហើយបងប្អូនហើយថាពួកគាត់លពឹសប៉ុណ្ណាហើយយើងត្រូវតែចាត់ចែងគាត់ខ្ញុំចកាមបានមកជួយផងចេញពីថែម៉ោងមកដល់ពួកគាត់ហួយរាល់អស់ហើយពួកអីម៉ែអ្នកមើលថែអញ្ចឹងណាមិនបានជួយគាត់ទេប៉ុន្តែមើលកូនក្មេងហត់នឿយណាបងប្អូនហើយពិបាកមាត់ណាហើយថ្ងៃនេះបានសឡត្រូវចិត្តហើយនឹងជាមួយជ្រក់ទៅសក់សារទៅសក់ទៀតបងប្អូនហើយបាយរៀងចុះមាត់ណាបងប្អូនថ្ងៃហ្នឹងហើយវីដេអូយើងខ្ញុំក៏មិនមានអីច្រើនដែរបងប្អូនអរគុណសម្រាប់បងប្អូនកុំភ្លេចជួយចុចតាមដានម្នាក់មួយផងបងប្អូនទាំងអស់គ្នាអរគុណដើម្បីមានវីដេអូក្រោយទៀត